លេខ1 8ឆ្នាំបាទបាទហើយក៏ចេញ2010និយាយទៅប្រកួតថ្នាក់ជាតិនៅក្នុងស្រុកខ្មែរយើងខ្ញុំបានមេដាយមាសជាប់គ្នា8ឆ្នាំបូកបញ្ចូលគ្នាខ្ញុំប្រកួតបានមេដាយសម្រិតលេខ3ខ្ញុំឈ្នះ3ប្រកួតតែជុំទី4ខ្ញុំចាញ់កាសស្ថានឆ្នាំ2011ខ្ញុំចេញទៅជាមួយបងអូនខ្ញុំផលសុភ័ណ្ឌមួយសាទៀតគឺទៅប្រកួតនៅស៊ីហ្គេមនៅឥណ្ឌូនេស៊ីហើយបញ្ចប់អាជីពនៅបញ្ចប់អាជីពនៅចុងឆ្នាំ2011កាលនោះមករកស៊ីវាខាតឡងចុងឡងដើមខាតទាំងដើមខាតទាំងចុងហើយក៏សម្រាប់ចិត្តអរការងារធ្វើមិនឲ្យតែមានចំណូលចូលមកប្រចាំគ្រួសារមិនត្រឹមតែល្អរហូតដល់ថ្ងៃដាក់ចិត្តស្រឡាញ់ជាមួយបងអូនផលសុភ័ណ្ឌហ៊ានដាក់ចិត្តដល់បើកក្លឹបទៀតពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព V-Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព V-Herb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេចមេឌៀអ្នកឯកទេសថតរូបនិងថតវីដេអូអាពេចមេឌៀច្នៃប្រឌិតគ្មានដែនកំណត់បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទូនិកជនទាំងអស់ជាទីមេត្រីកម្មវិធីពលិកម្មគុណខ្មែរយើងបានវិលមកជួបជាមួយនឹងពុកម៉ែបងប្អូនវិញហើយសម្រាប់សប្តាហ៍នេះយើងជួបជាមួយនឹងលោកគ្រូផលសុផាតដែលជាអតីតកីឡាករសកលដូចជាបច្ចុប្បន្នក៏ជាគ្រូអាជ្ញាកណ្ដាលចៅក្រមអាជ្ញាកណ្ដាលនៅក្នុងកម្មវិធីគុណខ្មែរផងដែរមុនហ្នឹងគឺយើងបានជជែកជាមួយនឹងផលសុភ័ណ្ឌទាក់ទងទៅនឹងវីរភាពការតស៊ូនៅក្នុងអាជីពគុណខ្មែរឥឡូវនេះមកជួបជាមួយនឹងបងប្រុសរបស់ផលសុភ័ណ្ឌផ្ទាល់ហើយអ្នកទាំងពីរគឺបានកំពុងតែចាប់ផ្ដើមរៀបចំក្លឹបប្រដាល់មួយនៅឯស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលហើយទីតាំងនេះអញ្ចឹងមុននឹងចាប់ផ្ដើមសំណួរគឺយើងសូមគោរពជំរាបសួរដល់លោកផលសុផាតជំរាបសួរខ្ញុំបាទឈ្មោះផលសុផាតអតីតកីឡាករគុណខ្មែរនិងសកលសប្តាហ៍ថ្ងៃរស់នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលហើយទីកន្លែងកំណើតគឺនៅភូមិតលៃសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញអូអញ្ចឹងអ្នកនៅខាងនោះទេបាទប៉ុន្តែនៅក្នុងនេះគឺជាទីតាំងមួយដែលលោកគ្រូក៏ដូចជាបងប្រុសបង្កើតរបស់លោកគ្រូផលសុផាតគឺផលសុភ័ណ្ឌដែលមករៀបចំក្លឹបនៅទីនេះលោកគ្រូអាចរៀបរាប់បន្តិចបានទេឥឡូវហ្នឹងមករៀបចំនៅនេះស្ថិតនៅក្នុងភូមិអីឃុំអីបាទសប្តាហ៍ថ្ងៃគឺបង្កើតក្លឹបមួយដែលមានឈ្មោះថាផលសុភ័ណ្ឌគុណខ្មែរគឺនៅស្ថិតនៅភូមិពោដោះឃុំបាគូស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលអូនៅភូមិបាគូភូមិពោដោះឃុំបាគូស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបើយើងគិតពីសាកទួតបន្តិចប្រហែលនៅក្រោយនេះប្រហែលជាម៉ែត្រពីនោះប្រហែលជា3គីឡូ3គីឡូឯងច្រើនណាស់អញ្ចឹងបាទបងប្អូនប្រិយមិត្តទស្សនិកជនផលសុផាតបើនិយាយអំពីការតស៊ូនៅក្នុងអាជីពប្រដាល់បានន័យថានៅក្នុងបណ្ដាស្រុកខ្មែរយើងវាមានបែងចែកជាប្រភេទផ្សេងៗអញ្ចឹងទៅណាប៉ុន្តែមុននឹងដល់ការងារបច្ចុប្បន្នយើងចង់ដឹងអំពីលោកគ្រូផលសុផាតតាំងពីការប្រឡូកនៅក្នុងគុណខ្មែរនៅក្នុងអាជីពជាអ្នកបណ្ដាលនេះតាំងពីពេលណាមកហើយដំបូងចាប់ផ្ដើមពីអីមកមើលចង់ដឹងបន្តិចបាទលោកគ្រូបាទដំបូងគឺជាការស្រឡាញ់កាលហ្នឹងគឺហាត់ជាមួយនឹងលោកគ្រូប្រតិចាញើម៉ាក់នៅក្លឹបតលៃដំរីព្រិចពីដើមខែដំរីព្រិចមិនមែនដំរីមានរត់ដល់ថ្ងៃទេបាទពីដើមគឺល្ងាចឡើងម៉ោង7យប់យើងទៅហាត់មួយលោកគ្រូតាហ្នឹងគឺហាត់លក្ខណៈជាការពារខ្លួនមិននឹកស្មានថាហាត់ទៅវាដើរមកប្រកួតអីទេការផងហាត់មានដូចចៅជំនាន់ចន្ទថាបុថងយ៉ាន់កុយជំនាន់វ៉នវិសិទ្ធវ៉នអីនោះបាទអញ្ចឹងព្រោះហាត់ទៅឆ្នាំ95ហាត់ទៅក៏បានចូលប្រកួតលើកដំបូងគុណខ្មែរគឺពាក្យវាកុមារអន្តរជាតិមួយមិថុនាប្រកួតគឺប្រកួតឈ្នះលើកដំបូងហើយក៏ចិត្តតែហាត់ដោយសារស្ថានីយ៍យើងគឺមានតែមួយស្ថានីយ៍បាទគឺពិបាកជាចូលប្រកួតគេដោយសារក្លឹបធំមានច្រើនបាទចឹងក៏ប្រកួតអត់ចាប់គួតបានគឺដើរវាយតាមកាលនោះឆ្នាំណាលោកសុំលឹកបន្តិចឆ្នាំ95បាទគឺខ្ញុំអាយុប្រហែលជាខ្ទង់12 13ឆ្នាំកាលហ្នឹងបាទអញ្ចឹងប្រកួតទិវាកម្ពុជាជាតិ1មិថុនាហ្នឹងក៏ប្រកួតឈ្នះក៏ចាប់គូឈៀតបានសារក្លឹបធំកាលហ្នឹងយើងដឹងថាមានក្លឹបខេមរៈភូមិន្ទក្លឹបលោកគ្រូចិត្តសរឹមខេត្តភូមិន្ទលោកគ្រូព្រឿងសរសៃប្រកួតហាត់អន្តរប្រទេសបាទលោកគ្រូវ៉ែនសុផលរាជធានីភ្នំពេញហើយយើងលោកគ្រូបេសក្រីតាព្រំមានជ័យនិងក្លឹបឃ្លាំងមើលកីឡាអីមួយបើក្លឹបគឺគេក្លឹបធំគេអាសាចាប់បានបាទអាសាសិស្សគេល្បីបាទតែពេលយើងប្រចាំជាតិចូលអាសាក្លឹបយើងតូចតាចបាទអញ្ចឹងក៏ដើរវាយតាមខ្សែវៀនតាមវត្តតាមខេត្ត
កុំឲ្យថាសិស្សមិនបានប្រកួតចង់នៅប្រទេសកសោទៅប្រកួតអញ្ចឹងឈ្នះបាន10000 20000ចាញ់15000ហ្នឹងទៅក៏វិលវិញបានហាត់បន្តតលឺតែគេវាយនៅកំពង់ស្ពឺទៀតដប់ទៅទៀតឲ្យតែត្រូវ15000 20000ទៅឲ្យតែគេវាយលក់សវត្តបាទហើយសវត្តលក់3000 3500បាទអញ្ចឹងក៏ទៅប្រកួតដែរតរហូតប្រកួតយូរចង់ឡើងតាមស្ថានីយ៍គេស្គាល់មុខស្គាល់មាត់ឲ្យប្រកួតអត់បានក៏ចិត្តថាតឲ្យរហូតដល់ឆ្នាំ2005បាទ2005ក៏មានការប្រកួតជ្រើសជើងឯកទូទាំងប្រទេសអញ្ចឹងក៏សម្រេចចិត្តថាប្រវាក់ប្រកួតគុនខ្មែរពេកប្រវាក់ជ្រៀតអញ្ចឹងក៏ចូលប្រកួតសកលលក្ខណៈជាសកលក៏ចាប់ដើមប្រកួតលើកទី1សកលគឺមានបែងចែកជា2ពូលពូល A ពូល B ពូល A គឺពូលអ្នកខ្លាំងពូលជំនឿជាតិបាទពូល B ពូលណាពូល B តប្រកួតពូល B 48ហ្នឹងក៏ឈ្នះបានដៃមាសលេខ1អញ្ចឹងក៏ចូលទៅខាងឆ្នាំទី2ប្រកួតពូល A បាទពូល A មេដាយមាសទៀតបាទដល់ពេលប្រកួតពូល A ដល់2007មេដាយមាស2008មេដាយមាស2009មេដាយមាសក៏បានចេញទៅហាត់នៅវៀតណាម3ខែចេញវៀតណាមវិញ2009យើងក៏បានទៅប្រកួតនៅ SEA Games ប្រទេសឡាវអញ្ចឹងពេលនោះការខិតខំតស៊ូរបស់ខ្ញុំគឺដំបូងខ្ញុំបានមេដាយប្រាក់បាទគឺតំណាងប្រទេសកម្ពុជាដំបូងគេបំផុតគឺមេដាយប្រាក់ហើយមេដាយប្រាក់ហ្នឹងគឺបានមកដោយការឈ្នះចំនួន3ប្រកួតឈ្នះទី1ឈ្នះម្ចាស់ផ្ទះឡាវឈ្នះទី2ឈ្នះឥណ្ឌូនេស៊ីនិងឈ្នះទី3ឈ្នះសិង្ហបុរីជុំទី4ខ្ញុំចាញ់ហ្វីលីពីនដោយបន្ទុកអញ្ចឹងបានមេដាយប្រាក់ហ្វីលីពីនមេដាយមាសបានលេខ2បាទស្រុកបានលេខ2ហើយក៏មកវិញប្រកួតជើងឯកទៀតក៏បាននិយាយទៅប្រកួតថ្នាក់ជាតិនៅក្នុងស្រុកខ្មែរយើងខ្ញុំបានមេដាយមាសជាប់គ្នា8ឆ្នាំលេខ1 8ឆ្នាំថ្នាក់ជាតិបាទហើយក៏ចេញ2010យើងទៅហាត់នៅថៃរយៈពេល3ខែទៀតចេញពីថៃមកយើងទៅវាយនៅទីក្រុងកងជ័យកម្មវិធី Asian Game បាទ52ប្រទេសវាមានអឺរ៉ុបមានអីចូលគ្នាអញ្ចឹងទៅជាលក្ខណៈបូកបញ្ចូលគ្នាខ្ញុំប្រកួតបានមេដាយសម្រិតលេខ3ខ្ញុំឈ្នះឥណ្ឌូខ្ញុំឈ្នះឡាវខ្ញុំឈ្នះភូមាខ្ញុំមកចាញ់កាហ្សាក់ស្ថាននៅទឹកទី2អញ្ចឹងខ្ញុំឈ្នះកាហ្សាក់ស្ថានក្នុងបកាយធ្លាប់គេមកមើលខ្ញុំឈ្នះ3ប្រកួតតែជុំទី4ខ្ញុំចាញ់កាហ្សាក់ស្ថានទឹកទី2អាញាកដាប្រជុំដែរខ្ញុំបានត្រឹមមេដាយសម្រិតបាទហើយបន្ទាប់មកទៀតឆ្នាំ2011ខ្ញុំចេញទៅជាមួយបងអូនខ្ញុំផលសុភ័ណ្ឌមួយសាទៀតគឺទៅប្រកួតនៅ SEA Games នៅឥណ្ឌូនេស៊ីកាលហ្នឹងលោកប្រកួតដែរបាទលទ្ធផលអត់ល្អទេគឺចាញ់ទៅពីបងប្អូនដែលខ្ញុំជួបនៅជាមួយនឹងដៃគូចាស់ម្ចាស់ផ្ទះហ្វីលីពីនអញ្ចឹងជួបគាត់ការមេដាយមាសគាត់នៅឡាវខ្ញុំបាន5ជួបគាត់លើកទី2ចាញ់បន្ទុកគាត់ដដែលបាទអញ្ចឹងហើយក៏អត់មានបានមេដាយទេបាទអត់សរុបមកអត់ហើយបញ្ចប់អាជីពនៅចុងឆ្នាំ2011ចាប់ពី2011មកកាលនោះបន្ទាប់ពីជប់មកគ្រូធ្វើអីកាលនោះកាលហ្នឹងមករកស៊ីវាខាតឡងចង់ឡងដើមរកស៊ីប្រចាំនេះប្រចាំនោះហ៊ុនការ៉ាអូខេមួយគេហងតែពេលឡងលើយខាតចំធ្វើហើយកូវីដហ្មងកូវីដខាតទាំងដើមខាតទាំងចុងហើយក៏សម្រាប់ចិត្តរកការងារធ្វើបាទធ្វើទាំងស្រែក៏ធ្វើស៊ីស្នួលប្រហាត់គេក៏ធ្វើដើរទៅធ្វើអង្គរៈគេក៏ធ្វើបាទធ្វើម៉េចឲ្យតែមានចំណូលចូលមកប្រចាំគ្រួសារអញ្ចឹងបន្ទាប់ពីមានន័យថាចូលនិវត្តន៍នៃអាជីពនេះគឺបានប្រឡូកនៅការងារផ្សេងអស់ហើយបាទប្រឡូកនៅក្នុងកិច្ចការផ្សេងអីអស់ហើយប៉ុន្តែចុះឥឡូវហ្នឹងគឺយើងបានលោកគ្រូធ្វើការនៅក្នុងជាក្របខ័ណ្ឌអាញាចៅក្រមអាញាកណ្ដាលបាទរដ្ឋាភិបាលគុនខ្មែរហើយដំណើរការហ្នឹងអត់អីទេគ្រូណាបើយ៉ាងនេះអត់អីបងគឺល្អដោយសារអីយើងមិនត្រឹមតែល្អរហូតដល់ថ្ងៃដាក់ចិត្តស្រឡាញ់ជាមួយបងអូនផលសុភ័ណ្ឌហ៊ានដាក់ចិត្តដល់បើកក្លឹបទៀតបាទតែមិនសុំតន់សុំជំនួយវៀតណាមទេស្អីចិត្តតែការយើងស្រឡាញ់ហើយបើបងប្អូនជួយឬក៏រឿងល្អបើគេជួយខ្ញុំយកតែថាឲ្យខ្ញុំទៅសុំគេខ្ញុំអត់តន់សុំទេស្អីយើងអត់តន់មានសមិទ្ធផលសម្រាប់ឲ្យអួតគេទី1ទី2យើងធ្វើការនេះដោយការស្រឡាញ់ចេញបេះដូងរាល់ថ្ងៃនេះគឺដាក់ចិត្តស្រឡាញ់ដោយសារពីដើមយើងស្រឡាញ់ដែរតែសារស្ថានីយ៍យើងវាតិចពេកកីឡាករវាច្រើនហើយពិបាកពិជាតិហើយសម័យនេះគេឲ្យតម្លៃទៅលើអ្នកមានស្នាដៃនិងអ្នកដែលមានគុណភាពនិងសមត្ថភាពខ្ពស់
តែមានគុណភាពមានសមត្ថភាពគឺ ឥឡូវបើយើង ប្រាក់រត់រកវិញ យើងចង់ឲ្យការចាប់ផ្ដើមនេះឲ្យคล้ายជារូបរាងហើយមានសមិទ្ធផលខ្លះហើយចាំមានការស្នើសុំទៅបងប្អូនអ្នកដែលមានលទ្ធភាពក្រុមហ៊ុនបណ្ដាក្រុមហ៊ុនអីចឹងណាគ្រូណាប្រិមត្តទុននិកជនជាទីមេត្រីយើងបានសន្ទនាមួយចំនួនហើយជាមួយនឹងលោកគ្រូផលសុផាតក៏ដឹងអំពីអតីតភាពនៅក្នុងអាជីពនេះផ្ដើមឡើងគឺដំបូងឡើយគឺចូលនៅក្នុងអាជីពជាអ្នកបណ្ដាលគុណខ្មែរនឹងតែម្ដងប៉ុន្តែដោយសារតែការប្រកួតការប្រឡូកចូលនោះយើងឃើញថាវាកាលនោះវានៅចង្អៀតហើយក៏ងាកទៅចាប់បណ្ដាលដែរប៉ុន្តែយើងយកជាវិញ្ញាសាសកលបាទវិញ្ញាសាសកលបើយើងនិយាយទៅមកដល់ឥឡូវនេះវាមិនសូវជាពេញនិយមប្រហែលប៉ុន្តែយើងនៅតែមានសហព័ន្ធសកលនេះហ្នឹងណាបាទគ្រាន់ថាការប្រកួតតាមកម្មវិធីអីផ្សេងៗរបៀបសកលហ្នឹងយើងដូចជាខានយូរចូលបាទខានយូរឥឡូវនេះបើយើង kick boxing ឬក៏ប្រភេទវិញ្ញាសាប្រយុទ្ធដែរប៉ុន្តែផ្សេងមានតែសកលយើងអត់ទាន់មានអាហ្នឹងសហព័ន្ធគួរតែគិតឡើងវិញថាបើសិនជាមានការគ្រប់គ្រងឲ្យប្រកួតបែបសកលយើងមើលដូចជាម៉ានីប៉ាគីអោមិនវិញ្ញាសាបែបសកលមែនទេនៅហ្វីលីពីននៅភាគច្រើននៅហ្វីលីពីនដោយសារតែមានម៉ានីប៉ាគីអោគាត់ជាស្ដេចបណ្ដាលនៃបែបវិញ្ញាសាហ្នឹងឯងអញ្ចឹងនៅស្រុកខ្មែរយើងអត់ទាន់មានអាហ្នឹងបើសិនជាមានការគ្រប់គ្រងឲ្យបង្កើតឲ្យមានសង្វៀនជាលក្ខណៈសកលហ្នឹងក៏ល្អមើលដែរព្រោះអីវាជាកីឡាបែបដៃប្រយុទ្ធបែបដៃហើយយើងប្រើកង់វាអត់សូវជាគ្រោះថ្នាក់ហ្មងទេបើការប្រកួតបែបគុណខ្មែរវាមានបាក់បែកមានកែងមានជង្គង់មានអីវាហាងដូចច្រើនដែរណាបាទនេះគឺជាការរំលឹកមួយរបស់លោកគ្រូផលសុផាតហើយដូចបងប្អូនបានដឹងអំពីភាពនៃជំនាញរបស់គាត់តាំងពី2000មិន2000ទេតាំង95មកនោះអញ្ចឹងគឺយូរមែនទែនហើយយ៉ាងណាមិញគឺបច្ចុប្បន្នបានជាមន្ត្រីចៅក្រមបានជានេះនៅក្នុងអាជីពនឹងដដែលមិនបាត់ទេបាទអ្វីដែលពិសេសទៀតនោះគឺបានបង្ហាត់បណ្ដុះបណ្ដាលសិស្សនេះដែលជាការចាប់ផ្ដើមកន្លែងនេះហើយយើងគិតថាបន្ទាប់ពី1ឆ្នាំ2ឆ្នាំទៅមុខទៀតនឹងឃើញផ្លែផ្កាថាតើវាមានសមិទ្ធផលអីជាបន្តយ៉ាងហោចណាស់ក្នុងនាមជាអ្នកដែលគេហៅថាបានឆ្លងកាត់ក្នុងអាជីពនេះយើងបានបណ្ដុះបណ្ដាលទៅអ្នកជំនាន់ក្រោយថែមទៀតដែរជាមួយគ្នានេះយើងចង់សូមឲ្យលោកគ្រូផលសុផាតចែកចម្លែកបន្តិចដែរបងប្អូនដែលចង់ចូលក្នុងអាជីពនេះតើគួរតែមានគេហៅថាស្កាយសម្បទាឬក៏លក្ខខណ្ឌរបៀបម៉េចដែលអាចគួរតែចូលបានហើយបើសិនតែបានចូលហើយត្រូវធ្វើម៉េចដើម្បីឲ្យក្លាយជាកីឡាករមួយដ៏ល្អបាទសម្រាប់ខ្ញុំបាទគឺមតិរបស់ខ្ញុំប្រកាន់ភ្ជាប់ខ្ជួនតាំងពីដើមមករហូតដល់ឥឡូវគឺកីឡាបើសិនជាចង់ចូលវឹកហាត់គឺរក្សាវិន័យនិងក្រមសីលធម៌ចាំបាច់ជាងគេបំផុតវិន័យវាមានទាំងការគេងការហូបការដើរខាងក្រៅគឺត្រូវតែគោរពវិន័យឲ្យបានមើលមុតទៅខ្លួនឯងខ្លាយជាកីឡាករមួយរូបហើយមួយទៀតបើសិនជាចង់ខ្លាំងគឺมันអាចពឹងលើគ្រូមកបានទេគឺតើតែដាក់កាយដាក់ចិត្តខ្លួនឯងខិតខំវឹកហាត់បន្ថែមពីលើសម្ដីគ្រូដែលគ្រូបានស្រែកបានប្រាប់នោះគឺបានតែមួយសេចប្រាប់ឲ្យចង់សិស្សបកែតែខ្លួនយើងត្រូវខិតខំបន្ថែមទៀតនឹងព្យាយាមខ្លួនឯងទើបបានជោគជ័យនឹងដាក់គោលដៅមួយថាយើងចង់បានអីទៅ2ឆ្នាំខាងមុខ1ឆ្នាំខាងមុខ3ឆ្នាំខាងមុខហើយសម្រាប់លក្ខខណ្ឌកាយសម្បទាដែលខ្ញុំត្រូវការគឺដោយសភ័ណ្ឌនិយាយវគ្គមុនអញ្ចឹងគឺខ្ញុំត្រូវការ1.68 ម៉ែត្រគីឡូចាប់ពីតូចឡើងទៅក៏យកដែរតែអាយុកម្ពស់បាទឲ្យអាយុពីត្រឹម13ឡើងដល់25អីចឹងទៅបាទដោយសារយើងទៀមទាការវឹកហាត់និងកាយសម្បទាលូតលាស់បន្តទៅមុខទៀតបើយើងយកមកអាយុច្រើនពេកធាត់ពេកចាស់ពេកនាមបានតែយកបានតែជាតិតែក្លឹបដោយពពុះទឹកណោតពុះវិទ្យាអញ្ចឹងវាអត់មានគុណភាពវាហ្នឹងវាជាវាថាចំណោះបានតែចំណោះគ្នាច្រើនតែវាអត់មានគុណភាពបាទអញ្ចឹងចង់ឲ្យមកមានគុណភាពហាត់ទៅដឹងតែឡើងមិនមែនហាត់លុំហើយឲ្យតែគ្នាច្រើនឃើញតែច្រើនល្អមើលឡើងទៅថ្ងៃណាក៏ចាញ់ប្រកួតណាក៏ចាញ់អញ្ចឹងវាអត់មានភាពរីកចម្រើនយូរទៅវារិលដូចមុខប្រវត្តិអត់ចម្រៀងហ្នឹងបាទបាក់ទឹកចិត្តទាំងគ្រូទៀតបាទអរគុណលោកគ្រូដែលចង់ជួយក្លឹបលោកគ្រូផលសុផាតក្លឹបលោកគ្រូផលសុភ័ណ្ឌដែលពីអ្នកបងប្អូននឹងសហការគ្នាក្នុងការបង្កើតក្លឹបនៅទីតាំងនេះហើយទីតាំងនេះមែនតើគឺយើងទៅតែចាប់ផ្ដើមទេហើយនៅច្រើនសម្រាប់ផលខាងមុខបងប្អូនដែលចង់ជួយនឹងមានចង់សាបអីនឹងយ៉ាបទៅមុខទៀតបាទហើយនឹងស្មងជើងតុបតែងជើងខាងអីចឹងដាក់លំអអីហ្នឹងមានច្រើនតែចង់ជួយផ្នែកណាក៏បានដែរប៉ុន្តែអត់ហ៊ានសុំទេ
ហើយខ្ញុំអ្នកសុំឲ្យឥឡូវខ្ញុំសុំឲ្យ បាទ បង បង ប្អូនជួយ បាទបងអរគុណ បាទហើយសហព័ន្ធអីក៏មានគោលនយោបាយក្នុងការជួយទៅតាមបណ្ដាក្លឹបដែរអញ្ចឹងខ្ញុំគិតថាវីដេអូនៅក្នុងកម្មវិធីយើងអាចនឹងទទួលបានដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗហើយទៅដល់ថ្នាក់លើនៅក្នុងដូចជាសហព័ន្ធបណ្ដាគុណខ្មែរដើមអៃដមមើលក្លឹបតូចៗដែលទៅបង្កើតផងបាទហើយនឹងមួយទៀត sponsor ខ្ញុំសង្ឃឹមថា sponsor នៅក្នុងកម្មវិធីយើងនេះក្រុមហ៊ុន VY Plus ដែលមានផលិតផល VHOP ហើយនឹងផលិតផល VHerb នឹងមើលឃើញដែរបាទបន្ទាប់ពីការផ្សាយនេះហើយនឹងមើលឃើញដែរហើយទន្ទឹមគ្នានឹងលោកក៏បានជួយជាថវិកាចំនួន 10,000 រៀលជូននៅពេលនេះដែរបាទផលិតផលពីរមុខនេះគឺនេះទៅលើបញ្ហាសន្លាក់សរសៃបាទហើយនឹងមួយទៀតនេះគឺតកតងនឹងតំណុំផ្អែមការពារតំណុំផ្អែមបញ្ចុះជាតិស្ករហើយនឹងតកតងនឹងបញ្ហាតម្រងនោមអីជាដើមបាទអានេះជូនតម្រងបាទជូនរង្វង់តែម្ដងហើយនេះយើងមានថវិកាបាទថវិកានេះជូនដល់លោកគ្រូដែរ ជាចុងក្រោយខ្ញុំបាទផលសភាសូមអរគុណដល់ក្រុមហ៊ុន អរគុណលោកគ្រូ VHub បាទ និង VHerb ដែលបានចុះមកធ្វើកិច្ចសម្ភាសដល់ក្លឹបហើយនឹងជូនពរឲ្យក្រុមហ៊ុនទទួលបាននូវប្រយោជន៍ភាពព្រមទាំងមានអតិថិជនកាន់តែច្រើនក្នុងការជាវយកទៅប្រើបាទសូមអរគុណច្រើន បាទអរគុណដែរលោកគ្រូបាទខ្ញុំបាទសូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែរថាកម្មវិធីយើងគឺយើងផ្ដោតទៅលើការផ្សព្វផ្សាយគុណខ្មែរហើយទន្ទឹមគ្នានោះយើងចូលរួមលើកទឹកចិត្តដល់មានន័យថាអតីតកីឡាករដែលបានតស៊ូនៅក្នុងអាជីពនេះអញ្ចឹងយើងនឹងចូលរួមជាមួយគ្នាហើយសង្ឃឹមថាគុណខ្មែរនឹងរីកសុសសាយកាន់តែទូលំទូលាយទៀតជាពិសេសដោយលោកគ្រូអញ្ចឹងតែកំពុងតែចាប់ផ្ដើមបណ្ដោះបណ្ដាលអញ្ចឹងវាសុទ្ធតែជាគេថាជាផ្នែកមួយនៃការអភិរក្សផងការផ្សព្វផ្សាយផងដើម្បីពង្រឹងសមត្ថភាពគុណខ្មែរយើងបាទអញ្ចឹងសុទ្ធតែជាចំណុចដែលល្អមែនតើហើយយើងជួយគ្នាអ្នកបន្តិចអញ្ចឹងទៅទាំងខ្ញុំធ្វើតាមជំនាញរបស់ខ្ញុំអញ្ចឹងណាហ្នឹងហើយអញ្ចឹងអរគុណមែនតើហើយសូមគោរពលាបាទខ្ញុំជ័យចម្រើនរួមជាមួយលោកផលសុផាតសូមគោរពលាតែប៉ុណ្ណេះបាទសូមអរគុណពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពន់សុខភាព VHOP ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព VHerb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេច Media អ្នកឯកទេសថតរូបនិងថតវីដេអូអាពេច Media ច្នៃប្រឌិតគ្មានដែនកំណត់